ម៉ែខ្ញុំទៅជាការលឹកសិនហើយម៉ែញ៉ាប់មកវិញយកភ្លេងមេចៃណាងជ្រែងបើភ្នែកអត់ចង់រួចផងតែម៉ែខ្លាចភ្លៀងបានមកដល់ជាការលឹកហើយអាលឹកនេះមិនមែនទុំក្រហមធម្មតាគឺជាអាលឹកទុំលឿងដែលអត់សូវមានកសិករយើងដាំច្រើនម៉ាណែចំណូលចិត្តខ្ញុំតាំងពីតូចហ្មងកាលមុនម៉ែនិងប៉ាដាំមកចកាតែដាំពណ៌ក្រហមដោយពណ៌លឿងនឹងបានមួយពីរសឹងថាដេកអប់អាលឹកមកផ្លែអត់ហ៊ានឲ្យពីណាប៉ះទេមកចកាមហាតាជាងសិតតាអាលឹកពណ៌លឿងខ្ញុំឡើងខ្វាកហ្មងអូផ្អែមក សិករយើងកម្រដាំមកហើយអត់សូវសម្បូរនៅលើទីផ្សារពិបាកដាំពិបាកថែទាំយើងអាចប្រើជីគីមីនៅលើដំណាំនឹងបានទេវាផ្អែមមុតជាងពណ៌បងប្អូនមើលទៅលើទម្រង់នៃចកាលឹកនឹងក៏បានដែរបើសិនជាមានបាញ់ថ្នាក់អត់មានស្រោបថង់ផ្លាស្ទិកទេប៉ុន្តែចំការមួយនេះគឺស្រោបថង់ផ្លាស្ទិកទាំងអស់គ្រប់រងមកពេលប្រមូលផលក៏ត្រូវរើសពេលវេលាដែរគឺយើងបេះចាប់ពីពេលដែលអស់ទឹកអង្សើមពីព្រលឹមរហូតដល់ម៉ោង11បើដល់ពេលថ្ងៃបេះទៅអាលឹកនឹងលែងឆ្ងាញ់ហើយអត់សូវផ្អែមហើយជាប់ថ្ងៃទៀតកសិករយើងត្រូវបាក់ដាំបានអាលឹកប៉ុណ្ណេះអត់ងាយទេត្រូវការបច្ចេកទេសច្រើនមែនតើបងប្អូនមានចកាមិនថាចកាតសក់ចកាអាលឹកឬក៏ចកាបន្លែផ្លែឈើអីផ្សេងឥឡូវនេះគឺមានអេបមួយដែលបងប្អូនអាចសួរសំណួរពីបញ្ហាផលវិបាករបស់ចកាយើងទៅកាន់នឹកអេបនឹងបានហើយអេបហ្នឹងមានឈ្មោះថាមេកុងហ្វាមកម្មវិធីនេះល្អសម្រាប់យើងជាកសិករវាផ្ដល់នឹងបង្កើនចំណេះដឹងផ្នែកកសិកម្មដល់យើងគ្រប់សំណួរទាំងអស់ឲ្យតែតាក់ទងនឹងផ្នែកកសិកម្មមិនថាប្រភេទដីឬក៏របៀបធ្វើជីធម្មជាតិជីកប៉ោះចំណេះដឹងតាក់ទងនឹងសត្វដែលបំផ្លាញដំណាំយើងឬក៏ការចិញ្ចឹមសត្វផលិតចំណីធម្មជាតិការសាងសង់រោងអីផ្សេងទេឲ្យតែយើងមានសំណួរតាក់ទងនឹងផ្នែកកសិកម្មសួរទៅកាន់អេបទៅនឹងមានអ្នកជំនាញឆ្លើយឲ្យយើងបានភ្លាមហ្មងឧទាហរណ៍នេះដាំចំពោះផ្ទះខ្ញុំអញ្ចឹងបន្ទាប់ពីដាក់សំណួររួចថតរូបភាពភ្ជាប់ហើយក្រោយមកមានការឆ្លើយតបរបស់អ្នកជំនាញយើងអានការណែនាំរបស់គាត់និងដឹងពីវិធីសាស្ត្រឆ្លើយតបទៅនឹងបញ្ហារបស់យើងហើយនៅក្នុងអេបក៏យើងអាចមើលអាកាសធាតុ10ថ្ងៃបន្ទាប់ដែរយើងចង់ដឹងថាតើថ្ងៃនេះយើងអាចដាំដំណាំបានអត់ឬវាមានភ្លៀងអត់ឬក៏មេឃក្តៅមិនអញ្ចឹងគឺយើងអាចមើលបាននៅក្នុងអេបកាន់តែពិសេសនៅក្នុងអេបមេកុងហ្វាមក៏មានទំនាក់ទំនងពាណិជ្ជកម្មដែរដែលភ្ជាប់កសិករជាមួយពាណិជ្ជករបញ្ចូលអ្នកគ្រប់គ្រងអ្នកជួលនិងអ្នកផ្ដល់សេវាដើម្បីឲ្យកសិកម្មកាន់តែមានប្រសិទ្ធភាពតម្លាភាពនិងប្រាក់ចំណេញអញ្ចឹងនៅចាំអីទៀតតោះ download អេបមេកុងហ្វាមប្រើទាំងអស់គ្នាធ្ងន់មួយនេះប្រហែលជា3គីឡូចាប់ពី3គីឡូឡើងទៅអត់មានក្រោម3គីឡូទេហើយរបៀបបេះក៏ត្រូវប្រយ័ត្នដែរបើសិនជាយើងបេះផ្ដាច់តងចោលអស់ពេលយកទៅលក់អត់សូវដាច់ទេគេគិតថាយើងបេះទុកយូរអញ្ចឹងពេលបេះយើងត្រូវទុកតងវាឃើញអាលឹកច្រើនអញ្ចឹងខ្ញុំចង់ទៅប្រមូលមកផ្ទះទាំងអស់ហ្មងប៉ុន្តែទី1យកមកអត់រួចហើយទី2ហ្នឹងតម្លៃក៏គួរសមដែរដោយសារតែពិបាកណាស់អញ្ចឹងបើសិនជាឃើញកសិករយើងលក់អាលឹកប្រភេទហ្នឹងនៅតាមទីផ្សារសូមផ្ដល់ការលើកទឹកចិត្តដល់ពួកគាត់ឲ្យបានច្រើនអូវ៉ាវប្រភេទអាលឹកពណ៌លឿងនេះមិនត្រឹមតែរសជាតិផ្អែមមុតទេសាច់វិញឡើងណែនហើយមានអត្ថប្រយោជន៍ច្រើនមែនទែនជួយផ្ដល់ជាតិទឹកដល់សារពាង្គកាយយើងហើយជំនួយដល់ភ្នែកទៀតនៅក្នុងចកានេះតសក់តឡាចហើយដំណាំច្រើនមុខមែនទែនសុទ្ធតែធម្មជាតិទាំងអស់ញ៉ាំឆ្អែតដែរឥឡូវដល់វគ្គអញ្ជូនយកមកផ្ទះម្ដងបើសិនជាបានដាក់លម៉កទៅវិញដឹកយកមកលម៉កដាក់កោមកផ្ទះខ្លះសេទុកញ៉ាំរាល់ថ្ងៃហ្មងដល់ណាយូរដែរចង់យកមកច្រើនដែរម៉ែតែយកមកអត់រួចមកដល់ផ្ទះម៉ែថាមិនបានយប់ម៉េះនៅក្នុងចិត្តខ្ញុំគាត់ថាម៉ែឲ្យឆាប់មកផ្ទះវិញខ្លាចតែភ្លៀងតើមិនខ្លាចយប់ណាអញ្ចឹងខ្ញុំនៅយប់បងទៅ